ព្រោះឆ្នាំ2010នឹងលុច CCT 200X តម្លៃបហផែគ្នាគួរតែជិះមួយណាតោះថ្ងៃនេះខ្ញុំយករថយន្តទាំងពីរនេះមកបង្ហាញជូនបងប្អូនយើងដើម្បីឲ្យបងប្អូនយើងងាយស្រួលសម្រេចចិត្តនៅក្នុងការទិញណាបាទតោះមកមើលវីដេអូនេះទាំងអស់គ្នាតោះយើងកលែកមកមើលផ្នែកខាងមុខនៃរថយន្តទាំងពីរនេះបើយើងមើលមក CT យើងមើលមកគឺគេរៀងស្រស់ស្អាតជាងព្រោះបន្តិចបងប្អូនហើយបើនិយាយពីរូបរាងវិញយើងមើលមកព្រោះទី1រាងគេរៀងវែងជាងរៀងធូរជាងហើយបើយើងមើលមកផ្នែកខាងក្រោយនេះម្យ៉ាងម្នាក់ទេបងប្អូននេះព្រោះគេមានចង់ថាទម្រង់គេបែកនេះសរៀងក្តីចឹងមកហើយបើ CT គេចង់មកគឺស្អាតបែបរបស់លិចស៊ីចឹងទៅបើយើងកលែកមកមើលទំហំយ៉ានព្រុសវិញoption 2 option 3មានរង្វង់16អ៊ីងប៉ុន្តែបើ option 5មានទំហំ17អ៊ីងស្មើនឹង CT ដែរហើយយើងកលែកមកមើលផ្នែកខាងក្នុងនៃរថយន្តទាំងពីរនេះវិញបើយើងអង្គុយទៅគឺព្រោះរៀងទលាជាងមកថាផ្នែកខាងមុខក៏ដូចជាខាងក្រោយទេរៀងទលាជាង CT បន្តិចប៉ុន្តែបើការរៀបចំដោយគាត់ផ្សេងរថយន្ត CT គឺ premium ជាងមើលមកប្រណិតជាងរថយន្តប្រុសអញ្ចឹងសម្រាប់រថយន្តទាំងពីរនេះបងប្អូនយើងសួរថាចុះកម្លាំងម៉ាស៊ីនវិញបាទរថយន្តទាំងពីរនេះមិនសូវជាខុសគ្នាប្រហែលទេខ្ញុំសួរព័ត៌មានមកមានបងប្អូនយើងគាត់និយាយថាម៉ាស៊ីន CT ហើយនិងម៉ាស៊ីនប្រុសគឺម៉ាស៊ីនតែមួយប៉ុន្តែយើង search នៅក្នុងអ៊ីនធឺណិតគឺរៀងខុសគ្នាបន្តិច CT ទំហំធំជាងបន្តិចណាអញ្ចឹងកម្រិតស៊ីសាំងក៏ខុសគ្នាទៅតាមនឹងដែររថយន្តប្រុស100គីឡូយើងចាយប្រហាក់ប្រហែល4លីត្រហើយសម្រាប់ CT 4លីត្រទៅ5លីត្រអញ្ចឹងរថយន្តនេះបើយើងកម្រាស់នេះទៅមិនសូវជាខុសគ្នាប្រហែលទេហើយយើងចូលមកដល់តម្លៃវិញតម្លៃបច្ចុប្បន្ននេះគឺល្អមែនទែនសម្រាប់ CT ពីមុនមកថ្លៃជាងរថយន្តប្រុសប៉ុន្តែបច្ចុប្បន្ននេះតម្លៃប្រហាក់ប្រហែលគ្នាទេហើយដូចនៅគ្រឿងនេះឆ្នាំ2013ស្លឹកពុនខ្ញុំលក់តម្លៃតែ16ជាងទេហើយសម្រាប់ប្រុសឆ្នាំ2010យើងមានទៅតាម option មានទៅតាមពណ៌តម្លៃមានចាប់ពី 15000 ជាងឡើងទៅណាបាទបងប្អូនយើងសួរថាបងរថយន្តទាំងពីរហ្នឹងគួរតែជិះមួយណាពីខ្ញុំទៅបងប្អូនយើងស្រឡាញ់ពេញចិត្តមួយណាជ្រើសរើសមួយនឹងបានបើសិនជាបងប្អូនយើងស្រឡាញ់ភាពប្រណិតភាពហាប់ណែនហើយស្រឡាញ់ brand លុយស៊ីបាទ CT នេះជាជម្រើសដ៏ល្អហើយប៉ុន្តែបងប្អូនយើងគិតថាខ្ញុំចង់បាននាងទលាយបន្តិចសំចៃជាងនឹងបន្តិចបាទយើងមើលមកប្រុសមកអញ្ចឹងសម្រាប់បងប្អូនយើងដែលចង់បានរថយន្តទាំងពីរហ្នឹងគឺយើងមានលក់ណាតម្លៃចាប់ពី 15000 ជាងឡើងទៅទេបាទអរគុណច្រើនបាយបាយដែលមើលវីដេអូនេះដល់ចប់បាយបាយ